សុស្ដីអ្នកនរគ្នានេះគឺជាឃ្លាំងបាទនៃសិប្បកម្មផលិតពងទាប្រៃមួយកន្លែងហើយដូចអ្នកនរគ្នាឃើញនៅខាងក្រោយខ្ញុំនេះសុទ្ធតែជាផេះតែម្ដងបាទដែលគាត់ទិញស្តុកទុកបាទទិញស្តុកទុកផលិតជាពងទាប្រៃបងប្អូនយើងនិយាយអំពីពងទាប្រៃបងប្អូនយើងមួយចំនួនប្រកាសជាស្គាល់ហើយថាជាប្រភេទពងទាដែលគេបាទរុំផេះធ្វើឲ្យប្រៃឬក៏ជាប្រភេទពងទាដែលគេត្រាំទឹកអំបិលធ្វើឲ្យប្រៃយ៉ាងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនអរគ្នាមកមើលអំពីសិប្បកម្មនៃការផលិតពងទាប្រៃទាំងអស់គ្នានៅក្នុងឃ្លាំងស្តុកមួយកន្លែងដែលដូចបងប្អូនឃើញអញ្ចឹងនៅខាងក្រៅខ្ញុំនេះសុទ្ធតែជាពងទាប្រៃទាំងអស់ហើយនឹងជួបជាមួយនឹងបងប្អូនប្រុសបាទដែលអ្នកមានបទពិសោធន៍នៅក្នុងការផលិតពងទាប្រៃនេះផងដែរបាទហើយចំពោះខាងក្រោយនេះសុទ្ធតែជាផេះទាំងអស់បងប្អូនគឺផេះដែលពួកគាត់បានទិញស្តុកទុកបាទគោបាទសឹងតែកពួរដបូលហើយនេះបងប្អូនចឹងមានន័យថាកន្លែងគាត់នេះគឺធ្វើច្រើនមែនទែនបាទអញ្ចឹងចំពោះផេះទាំងអស់នេះមិនចេះតែយកផេះធម្មតាមកកើតទៀតទេផេះនេះក៏តែមានការបាទដុតទៅត្រឹមត្រូវទៀតផេះចម្បើងយើងចិញ្ច្រាំងតាមស្រែយើងដែលគេច្រូតរួចរាល់បាទតែអាចធ្វើបានមិនមែនអាចយកផេះដែលផេះមកពីអូសបាទយើងដុតភ្លើងអូសដុតអីយកមកអត់កើតទេបងប្អូនបាទផេះពលតែផេះម៉ត់បាទល្អទៀតបាទបើមិនជាយើងយកផេះពីអូសពីអីមកវាអាចដុំអញ្ចឹងយើងធ្វើអត់កើតទេតើបាទហើយផេះគាត់នេះគឺទិញស្តុកបាទសិតតែទិញនាំចូលទាំងអស់បាទអញ្ចឹងមានចេះតែធ្វើកើតទេបាទហើយទាំងអស់នេះក៏ជាប្រភេទធុងមួយចំនួនដែរតែគាត់ធ្លាប់ត្រាំធ្វើតែឥឡូវនេះគាត់លេងត្រាំណាឥឡូវគាត់លេងត្រាំហើយគាត់ដាក់លុញតែផេះទេអញ្ចឹងធុងមួយចំនួននេះគាត់យកមកគោទុកចោលហើយមួយផ្នែកនេះទៀតអានេះកាឆេអានេះជាប្រភេទចម្បាំងបាទចម្បាំងដែលគាត់ច្រកឲ្យបងប្អូននេះច្រកឲ្យទៅគាត់ workshop ដែរមិនមិញនេះច្រកចម្បាំងយ៉ាងមកចម្បាំងក៏គាត់មានទិញស្តុកទុកដែរនិយាយទៅកន្លែងនេះកន្លែងសកម្មគាត់តែម្ដងមកស្តុកទុកគ្រប់ទីកន្លែងតែម្ដងហើយខាងនេះគឺជាប្រភេទបាទអំបិលនេះគឺជាអំបិលដែលទិញមកពីខេត្តកំពតបាទទិញមកពីខេត្តកំពតអញ្ចឹងគាត់ទិញមកគឺស្តុកកាលមុនច្រើនតែឥឡូវគាត់ធ្វើយត់អស់ហើយបាទនេះគឺជាប្រភេទអំបិលអញ្ចឹងរូបមន្តដែលយើងត្រូវការចាំបាច់នៅក្នុងការធ្វើពងទាប្រៃគឺអំបិលតែម្ដងកាលណាអត់អំបិលគឺចោលហើយហ្នឹងហើយហើយបងប្អូនមើលគ្រាប់ដែលគាត់លុញណាគឺទំហំធំហើយមានផេះពាត់ជំវិញចិត្តល្អមែនតើតែធ្វើឲ្យវាប្រៃបាទអានេះដាក់ចូលប្រហែលមួយថ្ងៃដែរបាទខ្ទង់មួយអាទិត្យទេណាមួយអាទិត្យអញ្ចឹងប្រហែលជាអត់ទាន់ប្រៃទេចាំមើលចូលខ្ទង់15ថ្ងៃឡើងហើយសិតតែពងប្រៃទាំងអស់បាទសិតតែគ្រាប់ក្លុំបេចិត្តល្អមែនតើបាទអានេះ 4-5 គីឆេទៀតបងប្អូនហើយខាងក្នុងនេះផងដែរដែលអ្វីបងប្អូនឃើញអញ្ចឹងបាទគឺសុទ្ធតែជាពងទាបាទដែលធ្វើការ workshop រួចរាល់បាទច្រកថងរួចរាល់ហើយនៅក្នុងមួយថងនេះគឺមានចំនួន100គ្រាប់បងប្អូនអញ្ចឹងទម្ងន់ហ្នឹងក៏រៀងធ្ងន់ដែរបាទ100គ្រាប់បាទហើយការ workshop ហ្នឹងគឺមិនងាយស្រួលប្រហែលទេបងប្អូននេះគឺជាកញ្ឆេដែលគ្រប់ថ្ងៃខែរបៀបថាវាប្រៃគ្រប់គ្រាន់ហើយចឹងគាត់ធ្វើការ workshop ហើយចំពោះការ workshop គឺអត់ងាយស្រួលត្រូវទេបាទមានការពិបាកដែរគឺត្រូវអោនច្រកបាទមួយថងហ្នឹងគឺច្រកឲ្យបាន100គ្រាប់នេះហើយគាត់ workshop ឲ្យច្រើនថងមែនតើអញ្ចឹងកន្លែងនេះស្តុកគាត់នេះគឺធំដែរបងប្អូនដែលបងប្អូនឃើញអញ្ចឹងបាទគឺធំហើយនៅក្នុងកាឆេទាំងអស់នេះសុទ្ធតែជាប្រភេទពងទាប្រៃទាំងអស់បាទអញ្ចឹងពងទាប្រៃបងប្អូនដឹងហើយរសជាតិវាគឺប្រៃខ្លាំងប្រៃល្មមទៅតាមការដែលគេស្តុកទុកបើសិនជាបងប្អូនចង់ប្រៃល្មមបងប្អូនអាចស្តុកត្រឹមតែ2សប្តាហ៍ឬក៏15ថ្ងៃអាហ្នឹងប្រៃល្មមហូបតែបើថាយកទៅហូបប្រៃខ្លាំងបាទដូចជាមួយបបរសមួយអីហ្នឹងយ៉ាងប្រៃខ្លាំងតិចហ្នឹងអាហ្នឹងបងប្អូនអាចស្តុកបាទប្រហែលជាខ្ទង់មួយខែទៅបាទអាហ្នឹងប្រៃខ្លាំងហើយចំនួនមួយថងនេះដូចខ្ញុំប្រាប់បងប្អូនហ្នឹងគឺបាទ100គ្រាប់មួយថងហ្នឹង100គ្រាប់ហើយតម្លៃគឺទៅតាមទីផ្សារបាទអញ្ចឹងសិតតែពងទាប្រៃអស់ដូចបងប្អូនឃើញហើយបាទហើយឃ្លាំងនេះគឺមិនធំប្រហែលទេតែស្តុកបានរាប់ម៉ឺនគ្រាប់បាទយើងគិតទៅព្រោះមួយកញ្ឆេនេះមិនតិចពី3000គ្រាប់ទេណាមួយកញ្ឆេនេះបាទបើជាខ្ទង់3000គ្រាប់អញ្ចឹងបងប្អូនមើលបាទច្រើនកញ្ឆេនៅខាងក្រោយនៅខាងក្រៅទៀតបាទអញ្ចឹងនេះគឺជាកន្លែងស្តុករបស់គាត់មានការខាំងបាទទឹកភ្លៀងឲ្យត្រឹមត្រូវព្រោះប្រភេទពងទាប្រៃទាំងអស់នេះកាលណាដែលត្រូវទឹកភ្លៀងគឺអត់កើតទេបងប្អូនអាលេខ្សល់តែម្ដងគឺខូចហូបអត់កើតទៅអញ្ចឹងការស្តុកត្រូវតែនៅក្នុងម្លប់ហើយនេះខ្យល់គ្រប់គ្រាន់ទេណាមិនហុំចិត្តតែម្ដងតែបើថាកញ្ឆេហ្នឹងហើយដូចខ្ញុំនិយាយហ្នឹងកាឆេគឺជាប្រភេទកាឆេដូចគ្នាណាដាក់ស្តុកទៅហ
ហើយនេះគាត់វិកខ្ចប់ឲ្យស្អាតមែនទែនច្រកថងយកទៅលក់នៅទីផ្សារបានបោះចូលផ្សារមួយចំនួននៅជានៅភ្នំពេញនៅតាមបណ្ដាខេត្តផ្សេងៗផងដែរចឹងមកចឹងចំពោះពងទាដែលធ្វើការលុញផេះរួចរាល់គឺត្រូវយកមកចាក់ថេបឬក៏ចាក់ហាលស្តុកនៅក្នុងកាឆេបែបនេះបងប្អូនហើយកាឆេទាំងអស់នេះសុទ្ធតែមានពងទានៅក្នុងហ្នឹងទាំងអស់បន្ទាប់ពីគាត់ធ្វើការលុញហើយបងប្អូនអាចមកមើលអំពីប្រភេទកាឆេនេះបានបាទនេះគឺជាកញ្ឆេបាទប្រភេទនេះតែម្ដងដែលមានទំហំប៉ុនៗគ្នាអាចនិយាយបានថាធំជាងគ្នាបន្តិចក៏បានដែរ